ស្ដីបងប្អូនថ្ងៃនេះមករៀមមកនៅសមុទ្រណានេះមើលទេសភាពថ្ងៃលិចឯងខ្ញុំបាត់ថ្ងៃទៅណាបាត់បងប្អូននេះជប់ស្រីថ្ងៃសិនខ្ញុំស្រីថ្ងៃនេះបងប្អូននេះឃើញតិចតិចបងប្អូនថ្ងៃលិចបាត់ហើយហ្នឹងហើយនៅសមុទ្រល្វឹងល្វើយបងប្អូនណែសមុទ្រធំខ្លាំងណាថ្ងៃនេះមករៀមមកនេះនេះមករបស់ខ្ញុំឯងអានរៀបចំរួចរាល់ហើយយើងលេចាំទឹកចូលណាហើយទេសភាពថ្ងៃលេងនៅកំពតតែពិតជាសប្បាយមែននេះនៅខាងកែបយើងណាកែបថ្មីមិនមែនកែបខេត្តកែបទេបងប្អូននេះនិយាយរួមទេសភាពស្អាតមែនទែនចង់និយាយថាស្អាតមែនទែនហើយថ្ងៃនេះបានថតឲ្យបងប្អូនឃើញលាមកដូចហើយនេះដោយសារអីទឹកវិន័យបងប្អូននេះទឹកមិនជ្រៅអូខេទឹកអត់ដល់ជង្គង់ទេបងប្អូនថ្ងៃនេះទឹកនេកស្អាតអញ្ចឹងល្មមតែទឹកបានចូលបានខ្លាំងវាចន្លោះខ្ទង់ម៉ោង8ទៅ8ជាងទើបយើងបានមើលម៉ោងបន្ទាប់សំយើងបន្ថែមទៀតអញ្ចឹងណាហើយចង់និយាយថាបងប្អូនចង់មកលេងកពតណាកែបថ្មីចិត្តភ្នំបូកគោយើងនិយាយរួមទេសភាពស្អាតមែនទេបងប្អូននេះមិននិយាយលេងទេស្អាតមែនទីឃ្លាកន្លែងញ៉ាំយើងក៏មានឆ្នេរខ្សាច់អាចអង្គុយញ៉ាំនៅឆ្នេរខ្សាច់បានដែរបងប្អូនហើយទឹកនេកបើទឹកនេកអត់ស្មើនេះអត់ជ្រៅទេហើយយកបន្តិចយើងអាចចាក់អគាបានទៀតមានទាំងអគាមានទាំងក្តាមមានទាំងខ្យងនិយាយរួមគ្រប់មុខហើយថាអ្នកសមុទ្រអត់បានទឹកនេកជាងសប្បាយនិយាយរួមសប្បាយមែនទេបងប្អូននេះហើយទេសភាពមាននិយាយលេងបងប្អូនទេសភាពស្អាតមែនទេនេះសមុទ្រចំតែម្ដងណាខាងក្រៅខ្នងខ្ញុំនេះគឺជាជើងភ្នំបូកគោបងប្អូនជើងភ្នំបូកគោហ្នឹងនៅខាងទិសខាងជើងហើយនេះទិសខាងបូងរបស់យើងសមុទ្រចំតែម្ដងសមុទ្រហើយលឿនថឹកហ្នឹងទូកនេសាទគាត់ចុះនេសាទនៅក្នុងសមុទ្រគាត់ចុះនេសាទអញ្ចឹងយើងលឺសន្ធឹកទូកខ្មៅហ្នឹងគាត់ចាប់ផ្ដើមចុះទូកដើម្បីដាក់លបក្តាមលបចងលបអីផ្សេងអញ្ចឹងណាហើយខ្ញុំក៏មិនមានអ្នកសមុទ្រចំដែរប៉ុន្តែនិយាយរួមចូលចិត្តពីមុនអ្នកស្រុកស្រែធ្លាប់ដាក់បងទឹកសាបណាមានតែធ្លាប់តែជាប់ត្រីក្រាញ់ត្រីកញ្ចុះត្រីទូកត្រីអណ្ដែងហើយយើងមកទឹកសមុទ្រលោកអើយដាក់ជាប់មានគ្រប់សពមិនដូចទឹកសាបយ៉ាងទេទឹកសមុទ្រស្បូរមែនតែនមានទាំងបង្គាមានទាំងមឹកមានទាំងក្តាមមានទាំងចងហើយត្រីគ្រប់សពស្គាល់អត់អស់ហើយបងប្អូនហើយយប់មិញក៏បានត្រីកពតមួយទៀតមិននឹកស្មានថាត្រីកពតទេហើយក៏អត់សូវស្គាល់ច្បាស់ហើយឥឡូវដឹងហើយត្រីកពតគេថាហូបពុលអញ្ចឹងណាប៉ុន្តែខ្ញុំក៏អត់ហ៊ានហូបដែរជាប់យប់មិញវាខ្ជូតមែនតែនវាខ្ជូតស្អាតហ្មងណាអូចង់និយាយថាបងប្អូនមកតំបន់នេះនឹងសប្បាយមកនេះទឹកនេកស្អាតបងប្អូនខាងក្រោយខ្នងហ្នឹងជាយើងអាចអង្គុយលេងទេសចរបានអង្គុយលេងលំហែលំអទឹកចូលហ្នឹងខ្ទង់ម៉ោង10មិន10អីយើងធ្វើដំណើរផ្ទះវិញវាសំប្រកបតែម្ដងនិយាយរួមសប្បាយមែនទែនបើបងប្អូនចង់ឡើងតំបន់នៅម្ដុំណាណាអាចខមមិននៅក្នុងเพจរបស់ខ្ញុំបានខ្ញុំនឹងប្រាប់ទីតាំងហើយបងប្អូនយកឡានមកក៏បានដែរលក្ខណៈគ្រួសារយើងមានមជ្ឈបាយយើងដាក់ប្រុសមកយើងមកហូបទៅយើងដាក់ស្នោដាក់ពិលមកចាក់ប្រគេថែមទៀតកាន់តែអេនដោយសារឥឡូវនេះរដូវចាក់ប្រគេមិនតាន់ផុតទេតែរដូវចាក់ប្រគេផុតនឹងពិបាកបន្តិចហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយអរគុណ